iPhone មានសុខភាពថ្មធ្លាក់ក្រោម 80% តើវាមានបញ្ហាអត់អូខេសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកតប comment អតិថិជនគាត់បាន comment សួរនៅក្នុងវីដេអូកន្លងមកគាត់សួរថាបងបើសិនជា iPhone មានសុខភាពថ្មធ្លាក់ក្រោម 80% អាចថា 79 78 ឬក៏ 76 77អីចឹងជាដើមតើវាមានបញ្ហាអត់សម្រាប់បងប្អូនដែលទិញទូរស័ព្ទប្រើយូរណាស់មកហើយប្រភេទអីវ៉ាន់មកទឹកសកេគាត់ទិញយកទៅប្រភេទសុខភាពខ្ពស់ឧទាហរណ៍ថា 88 89 តែគាត់ប្រើមួយរយៈពេលអាចថាមួយខែពីរខែធ្លាក់ក្រោម 80% អាហ្នឹងថ្មយើងមានបញ្ហាប៉ុន្តែបើសិនជាករណីដែលបងប្អូនគាត់ប្រើការពីទិញដំបូងទៅថ្ម 88 ថ្ម 89 ប៉ុន្តែប្រើរយៈពេលរហូតដល់1ឆ្នាំ2ឆ្នាំធ្លាក់សល់តែ80ឬក៏79អត់មានបញ្ហាអីទេបងប្អូនត្រូវចាំថា iPhone កាលណាធ្លាក់ថ្មក្រោម80 79ចុះក្រោមគឺវាលុតបាត់តេរីសវិសហើយវាលុតបាត់តេរីសវិសមែនគុណភាពថ្មវាអាចធ្លាក់ចុះបន្តិចប៉ុន្តែបងប្អូនអាចនឹងប្រើបានធម្មតាលើកឡើងតែធ្លាក់ក្រោម70ទៀតអញ្ចឹងថ្មបងប្អូននឹងត្រូវដូរថ្មីហើយនៅមានករណីមួយទៀតបើសិនជាបងប្អូនទៅទិញទូរស័ព្ទមកទឹកពីស្រុកគេមកទៅទិញពីហាងគេមកហ្មងទៅតែទិញឬក៏កំពុងតែទិញថ្មសវិសបងប្អូនគួរតែកុំយកអីគួរតែយកថ្មយ៉ាងខ្ពស់អាចថាប្រភេទថ្មសិនខ្ញុំឧទាហរណ៍ iPhone 12ធម្មតាប្រភេទថ្មចាប់ពី80ជាងឡើងគឺល្អហើយបងប្អូនណាសម្រាប់បងប្អូនដែលចង់បានប្រភេទអីវ៉ាន់មកទឹកស្រុកគេសំណុំសិនសុខភាពថ្មក៏ខ្ពស់អត់មានបញ្ហាសវិសអត់មានបញ្ហាដូរថ្មអីទេអត់មានបញ្ហាបុកអីទេបងប្អូនអាចទៅមើលនៅហាង Apple មានជ័យបានខ្ញុំធានាលើការប្រើប្រាស់ជូនបងប្អូនរយៈពេល1ខែពេញមានបញ្ហាគឺដូរដល់ថ្មីអត់មានធ្វើការជួសជុលទេសម្រាប់ទីតាំងបងប្អូនប្រហែលជាបានស្គាល់ហើយនៅចំណុចជ្រុកស្ទឹងមានជ័យបងប្អូនមានចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមវីដេអូនេះបាន